Vàថ្ងៃនេះ admin បាទសូមធ្វើការសម្រាយបាទភាគបន្តជាមួយនឹងតួអង្គឆាវបាននិយាយថាហ៊ានគិតហ៊ានធ្វើហ៊ានចាប់ផ្ដើមជាជ័យជំនះដែលឆាវធ្វើឲ្យឃើញឆាវត្រឹមជាកូនមន្ត្រីក្រីក្រប៉ុន្តែពេលដែលគេចាប់ផ្ដើមគិតការងារធំគេហ៊ានឈានជំហានទៅមុខដោយមិនរុញរានិងគ្មានអារម្មណ៍ថាមានឧបសគ្គអ្វីមករារាំងឡើយហ៊ានគិតហ៊ានធ្វើហ៊ានចាប់ផ្ដើមជាជ័យជំនះដែលឆាវធ្វើឲ្យឃើញនៅក្នុងសៀវភៅសាមកុករបស់អ្នកអង្គការវិបុលរាជសេនានូកនពេលដែលឆាវរត់គេចយ៉ាងប្រញាប់ប្រញាល់រហូតបានការជួយសង្គ្រោះពីចៅហ្វាយស្រុកម្នាក់ឈ្មោះថាឈិនកុងបានសួរឆាវថាលោករត់គេចពីតុងជ័រមកនេះតើលោកគិតចង់ធ្វើអ្វីដែរឆាវឆ្លើយតបទៅវិញភ្លាមថាយើងនឹងទៅរកឪពុករបស់យើងរួចលួចសរសេរព្រះរាជបញ្ជាព្រះអធិរាជហាន់សៀនទីឲ្យម្ចាស់ស្រុកផ្សេងលើកទាហានមកដុំគ្នាដើម្បីចូលទៅចាប់តុងជ័រដែលជាសត្រូវរាជបល្ល័ង្កសម្រាប់ចោលសម្ដីនេះជាអ្វីដែលមាននៅក្នុងចិត្តរបស់ឆាវចៅហ្វាយស្រុកឈិនកុងពេលបានឮដូចនេះភ្លាមក៏យល់ពីភាពមុះមុតព្រមទាំងមើលឃើញពីមាគ៌ាឆ្ពោះទៅរកគោលដៅរបស់ឆាវទើបគេស្រាយចំណងលែងឆាវនិងសម្រួមការងារជាមួយនឹងឆាវទោះជាយ៉ាងនេះក្តីចំណុចចាប់ផ្ដើមហាក់ដូចជាមិនទាន់កើតឡើងនៅឡើយហើយអ្វីដែលសំខាន់គឺរឿងរ៉ាវនៅក្នុងរឿងសាមកុកប្រាប់ឲ្យយើងដឹងថាការពិតទោះជាពេលនោះឆាវធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺនគឺត្រូវតែកិច្ចពីការតាមចាប់ក៏ដោយប៉ុន្តែគេបានគិតការធំទុករួចស្រេចទៅហើយមិនបណ្ដោយខ្លួនខ្លាយជាមនុស្សកំសាដែលគិតតែពីរស់នៅឲ្យផុតពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណឹងឡើយលក្ខណៈពិតប្រាកដរបស់មហាបរោះគឺនៅពេលដែលធ្លាក់ដល់ចំណុចទាបបំផុតទោះជាដល់កម្រិតណាក៏ដោយគេមិនភ្លេចសម្លឹងមើលទៅខាងមុខនោះទេឬបើនិយាយឲ្យច្បាស់ជាងនេះមានន័យថាមនុស្សដែលពូកែពិតប្រាកដត្រូវចេះផ្លាស់ប្ដូរស្ថានភាពជីវិតពីអាក្រក់ទៅល្អបើនិយាយទៅគេមិនត្រឹមតែគិតប៉ុណ្ណោះទេតែគេថែមទាំងរៀបចំគម្រោងទុករួចជាស្រេចទៅហើយថាមាគ៌ាឈ្មោះទៅរកជោគជ័យនោះគឺចាប់ផ្ដើមចេញពីកន្លែងល្អដូចយើងបានឮសម្ដីឆាវនិយាយនៅពេលនោះហើយថាគេនឹងទៅរកឪពុករបស់គេគឺឆាវសុងហើយត្រៀមនឹងលួចសរសេរព្រះរាជបញ្ជារបស់ព្រះអធិរាជហាន់សៀនទីទៀតផងបើវិភាគឲ្យល្អិតល្អន់យើងនឹងឃើញថាការពិតឆាវមិនបានតក់ស្លុតនឹងរឿងដែលកើតឡើងចំពោះខ្លួនឡើយផ្ទុយទៅវិញនៅក្នុងចិត្តរបស់គេមានភាពច្បាស់លាស់និងមុខមុតដើម្បីឈានទៅរកគោលដៅដែលខ្លួនបានកំណត់ទុកលើសពីនេះទៅទៀតគេមិនត្រឹមតែជាអ្នកស្រមៃដែលចេះគិតនិងស្គាល់ពីក្តីស្រមៃប៉ុណ្ណោះទេប៉ុន្តែឆាវបានទាំងរៀបចំគម្រោងទុកនៅក្នុងចិត្តទុករួចជាស្រេចក្នុងខណៈតែមួយនៅបាត់ទៅហើយដូច្នេះពេលដែលឆាវត្រូវគេសួរចម្លើយនិងមើលឃើញពីឱកាសដែលខ្លួនចៅហ្វាយស្រុកឈិនកុងបង្ហាញការចាប់អារម្មណ៍នោះគេក៏បើកចំហពីផែនការនិងគំនិតរបស់ខ្លួនចេញមកភ្លាមបើយើងត្រឡប់ទៅមើលចម្លើយរបស់ឆាវដែលនិយាយពីខាងដើមយើងឃើញថាឆាវក្រៅពីមានភាពល្អិតល្អន់និងគិតរឿងរ៉ាវផ្សេងឲ្យคล้ายជាផែនការទុកជាមុននោះហើយអ្វីដែលសំខាន់ជាងនេះគឺគេថែមទាំងដឹងថាចំណុចចាប់ផ្ដើមពិតប្រាកដរបស់គេត្រូវចាប់ផ្ដើមពីការប្រមូលកម្លាំងទ្រព្យពីគ្រួសាររបស់គេទៀតផងត្រូវដឹងថាទោះជាឆាវជាកូនចិញ្ចឹមរបស់មន្ត្រីធ្វើការស៊ីប្រាក់បៀវត្សរាជការក៏ដោយ
ក៏ប៉ុន្តែគេមិនមែនជាត្រកូលដែលមានទ្រព្យដុកស្ដំនោះឡើយហើយក៏ជាមនុស្សដែលនៅក្នុងត្រកូលរបស់គេក៏គ្មានអ្នកណាស្ដុកស្ដំដែរប៉ុន្តែឆាវនៅពេលដែលមានអាសន្នគេនៅតែអាចគិតឃើញថាត្រូវប្រើប្រាស់ដើម្បីប្រមូលកម្លាំងនិងធ្វើឲ្យគំនិតរបស់គេคล้ายជាការពិតបានត្រឡប់មកកាន់ជីវិតពិតពេលយើងត្រឡប់គំនិតមកដល់ចំណុចនេះយើងឃើញហើយថាការដែលយើងគិតការងារធំនឹងមានគោលដៅច្បាស់លាស់នោះហើយការចាប់ផ្ដើមជារឿងសំខាន់ការចាប់ផ្ដើមដែលល្អជាការទទួលបានជ័យជំនះនៅក្នុងដៃមួយជំហានប្រសិនបើការចាប់ផ្ដើមនោះបរាជ័យមានន័យថាក្តីសុបិនមិនអាចក្លាយជាការពិតបានឡើយដូចគ្នាទៅនឹងឆាវប្រសិនបើត្រឡប់មកមើលថានរណាម្នាក់ឬសូម្បីតែជាអ្នកអានគិតការងារធំចង់បើកក្រុមហ៊ុនឬបណ្ដាក់ទុនទៅលើអ្វីមួយពេលយើងចាប់ផ្ដើមនេះចេះគិតនិងរៀបចំគម្រោងដែលជាការងារធំរបស់យើងនឹងអាចឈានដល់គោលដៅជាមិនខានប៉ុន្តែប្រសិនបើយើងមិនចេះចាប់ផ្ដើមទេនោះមានន័យថាក្តីសុបិនរបស់យើងនឹងមិនអាចក្លាយជាការពិតបានឡើយរឿងរ៉ាវដែលឆាវទៅរកឪពុកនិងបើកចំហរឿងនៅក្នុងចិត្តថាគេត្រូវការប្រាក់ពីឪពុករបស់គេដើម្បីយកទៅទិញសេះនិងអាវុធបើប្រៀបធៀបទៅក៏ដូចជាពេលដែលយើងចាប់ផ្ដើមធ្វើចំនួនដែរជាពិសេសការចាប់ផ្ដើមនោះគឺជាការរកប្រាក់មកបណ្ដាក់ទុនឆាវបែរជាទៅរកឪពុកដើម្បីយកប្រាក់មកបណ្ដាក់ទុនប៉ុន្តែឪពុករបស់គេបាននិយាយពីការពិតថាគាត់គ្មានមាសប្រាក់អ្វីច្រើនដើម្បីជួយជ្រោមជ្រែងឆាវឡើយប៉ុន្តែគាត់មានមធ្យោបាយគឺត្រូវរៃអង្គាសប្រាក់គ្នាបើនិយាយទៅស្ថានភាពក្នុងរឿងសាមកុកនៅពេលនោះយើងអាចស្វែងយល់បានយ៉ាងងាយស្រួលថាការពិតការចាប់ផ្ដើមក្រៅពីមានគំនិតហើយយើងក៏ត្រូវមានដើមទុនផងដែរប៉ុន្តែប្រសិនបើយើងមិនអាចរកដើមទុនពីគ្រួសារបានគ្រប់គ្រាន់នោះទេរឿងដែលយើងត្រូវធ្វើបន្តទៀតមិនមែនជារឿងរាថយឡើយប៉ុន្តែជាមធ្យោបាយដែលគួរឲ្យចាប់អារម្មណ៍និងអាចคล้ายជាការពិតបានគឺជាការកៀរគរដើមទុនពីមនុស្សដែលស្គាល់គ្នាបើនិយាយទៅរឿងដែលកើតឡើងចំពោះឆាវនៅក្នុងរឿងសាមកុកជារឿងតាក់ទងនឹងសង្គ្រាមនិងនយោបាយប៉ុន្តែរឿងនេះយើងអាចរើសយកមកប្រើឲ្យសមនឹងជីវិតប្រចាំថ្ងៃរបស់យើងបានដោយមិនពិបាកឡើយការពិតពេលនោះឆាវស្ទើរតែគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទៀតឡើយទី1គេជាអ្នកទោសរាជការទី2គេគ្រាន់តែជាមន្ត្រីថ្នាក់ឋានៈប៉ុណ្ណោះដែលគេល្បីឈ្មោះខ្លះនោះគឺមកពីគេជាមនុស្សឧស្សាហ៍និងការងាររឹងមាំនិងទី3គេគ្រាន់តែជាកូនមន្ត្រីដែលមិនសូវជាស្ដុកស្ដម្ភប៉ុន្តែពេលដែលគិតការងារធំគេហ៊ានឈានទៅមុខដោយមិនរុញរានិងមិនគិតពីឧបសគ្គរារាំងអ្វីទាំងអស់នៅក្នុងសៀវភៅសាមកុករបស់អ្នកអង្គការវិបុលរីសេនានុករសរសេរទុកថាឆាវឮឪពុកនិយាយដូចនោះត្រេកអរជាខ្លាំងទើបរៀបចំរៃអង្គាសហើយបានទៅអញ្ជើញអ៊ុយហេងមកទទួលទានអាហាររួមគ្នាឆាវប្រាប់ពីបំណងដល់អ៊ុយហេងថាសប្តាហ៍ថ្ងៃនេះតងចរប្រព្រឹត្តអំពើផ្ដេសផ្ដាសចំពោះទឹកដីខ្ញុំចង់សម្លាប់តងចរឲ្យបានប៉ុន្តែទ្រព្យសម្បត្តិរបស់ខ្ញុំវាតិចតួចពេកទើបបានជាខ្ញុំរត់គេចចេញគិតចង់បបួលមនុស្សឲ្យបានច្រើនអាលនឹងបានលើកទ័ពទៅកម្ចាត់តងចរខ្ញុំដឹងថាលោកមានទ្រព្យសម្បត្តិច្រើនថែមទាំងមានទឹកចិត្តស្មោះត្រង់និងទឹកដីទៀតផងខ្ញុំចង់សូមទ្រព្យសម្បត្តិរបស់លោកយកទៅទិញអាវុធនិងសេះដើម្បីបំពេញកិច្ចការបន្តទៀតរឿងរ៉ាវនាពេលនោះប្រសិនបើយើងជាអ្នកធ្វើធុរកិច្ចហើយគ្មានដើមទុនចូលធ្វើទៅតាមឆាវនោះគឺអ្វីដែលឆាវកំពុងធ្វើការពិតការកៀរគរដើមទុននោះឯងហើយ
cả kia co đàm tuần rồi bỏ kia có chia vị thi nghi nút cứ chỉ ca bậc chấm ho cô đào đỏ ni tuần đại kê nâng từ sông đàm tuần lúc ảnh chào bản bậc chấm ho dạng miên tùm nọc chặt thả luôn anh đừng dọc bạ từ tên xe nâng ở vật đôi kia đừng ca thôi chấm luôn đài và sân bảo dương thôi chấm luôn dương trâu prap đỏ nẹ trong bản nạ tôn dạng smart tròn thả dương đừng dọc bạ từ thôi ở vây rương đại sầm khánh vía sự thật là tròn thả ta cô đào lúc miền phiếp smart tròn nâng bằng cọp đòi phiếp một đại rực đối với vây đại chào thọp để dây cứ kê bà cọt nông chặt thả và sân bà kê bàn bạc kê nâng dọc bạc nô từ tên ở vụt nâng xe đàm bay từ bình to kịch ca bình to tiệt và sân bao nần na mình nẹ rư luôn dương toàn trong bàn đàm tôn pi nần na mình nẹ dương chăm bách trâu tại miên cô đào cho bằng lọ hơi ở vây đại sông khánh cứ trâu miên hai ca đàm bay cho từ đó cô đào tiệt phòng cứ đôi chỉ chào để đăng thập hai ca đã bỏ kê cứ từ tinh ở vật nụ ảnh mình trâm tay phần nó lực nông rương sam cốc tròn chấm nội ni ôi hình nâng bật côn trộp sầm bát đỏ chào từ tam đồng rơi ca con tay đôi chia mình cục tròn nụ lòng tú chia nước nông tây rương mình ban trap có đói có bàn tay ban bằng hai ở nè ban khơi nhàng chứ ba thẳng bạc nâng trộp sầm bát đại ban một pi ôi hên lúc mình cục tròn từ ban chỉ chào thưa tung po so môi đào rút xe so thả sốមនុស្សទាំងពួងមានទឹកចិត្តស្មោះត្រង់និងទឹកដីហើយបានយកមកដោតនៅមុខផ្ទះបណ្ដាអ្នកក្រុងមកពីទីផ្សេងឃើញដូច្នោះក៏ចូលមករកឆាវដែលធ្វើឲ្យគេអាចបបួលមនុស្សបានយ៉ាងច្រើនរឿងរ៉ាវត្រង់នេះគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់សម្រាប់ការរស់នៅនិងការគិតការងារធំនោះគឺពេលដែលយើងបានដើមទុនរួចហើយដើមទុនអាចនឹងមិនទាន់គ្រប់គ្រាន់រឿងរ៉ាវដែលឆាវធ្វើបើយើងសម្លឹងមើលទៅគឺប្រៀបដូចជាការប្រកាសលក់ពាក្យហ៊ុននោះឯងការលក់ពាក្យហ៊ុនរបស់គេធ្វើឡើងដោយការនាំយកគោលដៅច្បាស់លាស់របស់ខ្លួនមកនិយាយប្រាប់អ្នកដទៃពាក្យដែលគេសរសេរនៅលើតុងការពិតវាជាពាក្យបបួលឲ្យមនុស្សទៅចូលមករួមកាន់ពាក្យហ៊ុននឹងឯងកន្លងមកយើងអានសៀវភៅសាមកុកគ្រាន់តែជាការកំសាន្តបើសិនបើថ្ងៃនេះយើងត្រឡប់មកសម្លឹងមើលពីគោលដៅនិងរឿងរ៉ាវដែលកើតឡើងនៅក្នុងរឿងសាមកុកគឺរឿងដំណើរជីវិតទាំងជីវិតផ្ទាល់និងជំនួញនោះឯងយើងឃើញថាការពិតរឿងសាមកុកជាទិដ្ឋភាពរួមនៃដំណើរជីវិតនៅគ្រប់សម័យកាលទាំងអស់ដូច្នេះវាមិនមែនជារឿងគួរឲ្យប្លែកនោះឡើយដែលយើងបានឮពំនោលមួយពោលថាអានសាមកុកបីចប់សេពគប់មិនបាននោះក៏ដោយសារតែអានកាន់តែច្រើនអ្នកនោះក៏កាន់តែឆ្លាតនោះឯងដូចឧទាហរណ៍ដែលបានលើកឡើងពេលដែលឆាវប្រកាសរកដើមទុននោះហើយប្រជាជននៅក្នុងស្រុកកំណើតរបស់គាត់ក៏មើលឃើញដូច្នោះដែរហើយបានមកចូលរួមជាមួយនឹងគាត់កាន់តែច្រើនឡើងដូចគ្នានេះដែរប្រសិនបើមកដល់ចំណុចមួយដែលយើងអាចគៀកដើមទុនតាមដែលត្រូវការបាននោះមានន័យថាចំណុចចាប់ផ្ដើមរបស់យើងបានលើកឡើងនោះហើយការចាប់ផ្ដើមដែលល្អស្មើនឹងទទួលបានជ័យជំនះពាក់កណ្ដាលសម្រាប់ឆាវដោយសារតែគេហ៊ានទៅសុំជំនួយពីមនុស្សទូទៅទើបធ្វើឲ្យគេទទួលបាននៅអ្វីដែលគេត្រូវការនឹងមើលទៅដូចជាបានច្រើនជាងអ្វីដែលគាត់រំពឹងទុកទៀតផងនោះគឺនៅក្នុងរឿងយើងឃើញហើយថាក្រៅពីអ្នកស្រុកនោះហើយមនុស្សពូកែដែលចាប់អារម្មណ៍នឹងមើលឃើញពីគោលដៅរបស់ឆាវសុទ្ធតែចង់មកចូលរួមទាំងអស់ធ្វើឲ្យឆាវបានមនុស្សពូកែមកជួយកិច្ចការយ៉ាងច្រើនមានដូចជាសៀវហូតុននិងសៀវហូវៀនអ្នកប្រយុទ្ធនិងមនុស្សរបស់គេមួយចំនួនថែមទៀតផងដូចជាឆាវយិនឆាវហុងដែលដឹកនាំមនុស្សមកបន្ថែមទៀតរួមគ្នាបានរាប់ពាន់នាក់
ព្រមទាំងអួនសៀវដែលជាអ្នកដឹកនាំមនុស្សមករួមបន្ថែមទៀតរួមទាំងអស់រាប់ម៉ឺនអ្នកកាលបើគ្រប់យ៉ាងត្រៀមរួចអស់ហើយរឿងដែលត្រូវធ្វើបន្តទៀតគឺចាប់ផ្ដើមដំណើរការនឹងធ្វើទៅតាមគោលដៅបើសិនជាបងប្អូនពេញចិត្តក្នុងការសម្ដែងរឿងរបស់ admin បាទសូមកុំភ្លេចចុចពាក្យថាជាវបាទក្នុងការគ្រប់គ្រងក្នុងការសម្ដែងរឿងបាទអរគុណច្រើនបាទ